ជំរាបសួរបងប្អូនអរគ្នាវីដេអូខ្លីថ្ងៃនេះបង្ហាញពីការប្រើប្រាស់ replay នេះក៏យើងហៅថាជំនួស how to use replay អញ្ចឹងតោះយើងទៅមើលបងប្អូនតើយើងប្រើប្រាស់វាយ៉ាងម៉េចនៅវីដេអូមុនខ្ញុំបានបង្ហាញពីការប្រើប្រាស់ find សម្រាប់រកពាក្យណាមួយដែលយើងចង់ដឹងថាវាមានប្រមាណឬក៏ចង់ឃើញឬក៏យើងរកអត់ឃើញនៅវីដេអូនេះខ្ញុំនឹងបង្ហាញពីការប្រើប្រាស់ពាក្យ replay តើយើងប្រើយ៉ាងម៉េចឥឡូវយើងចុចលើពាក្យ replay មកនៅត្រង់នេះវាបង្ហាញផ្ទាំងមួយបែបនេះបើសិនបើអ្នកទាំងអស់គ្នាចង់រកពាក្យណាមួយខ្ញុំ copy ពាក្យនេះមួយមកតបមកយើងសរសេរចូលក្នុងនេះអ្នកទាំងអស់គ្នាអាចសរសេរចូលបានអ្នកដឹកនាំខ្ញុំចង់ជំនួសពាក្យអ្នកដឹកនាំដោយប្រើពាក្យថាមេដឹកនាំនៅខាងក្រោមពាក្យ replace មាន2ទី1 replace ទី2 replace all ហើយខាងនេះមានពាក្យ find next អញ្ចឹងយើងទៅរើមើលបងប្អូនថាតើវាមានពាក្យនឹងប្រមាណនេះដូតឃើញទេពណ៌វាលោតឲ្យយើងនេះទៀតអញ្ចឹងច្រើនអ្នកនរគ្នាអាចប្រើពាក្យ replace បើចង់ជំនួសតែមួយហ្នឹងប្រើពាក្យ replace ហ្នឹងវាជំនួសតែមួយទេប៉ុន្តែបើសិនបើយើងចង់ឲ្យវាជំនួសទាំងអស់មានន័យថាពាក្យអ្នកដឹកនាំហ្នឹងជំនួសដោយមេដឹកនាំចង់ឲ្យវាជំនួសទាំងអស់នៅក្នុងអត្ថបទរបស់យើងមួយយើងប្រើពាក្យ replace all អញ្ចឹងចាំមើលយើងចុចពាក្យ replace all ទាំងអស់គ្នាថាតើវាមានពាក្យនឹងប្រមាណពាក្យនេះវាប្រាប់ហើយណា we made certified replacement យើងបានជំនួស35ពាក្យ do you want to continue searching from the beginning តើអ្នកចង់ស្រាវជ្រាវពីដើមមកឬអញ្ចឹងយើងក៏លេខមើលនៅខាងណាវាមានពាក្យអ្នកដឹកនាំដដែលបើយើងគិតថាយើងចង់ឲ្យវាវាយរកពីខាងដើមមកវិញយើងចុចពាក្យ yes ទៅហើយបើមិនចង់ទេយកពាក្យ no មកខ្ញុំឲ្យជំនួសខាងដើមទៀតខ្ញុំចុចពាក្យ yes all done we made 40 replacement ទាំងអស់ហ្នឹងបានជំនួសរួចហើយពួកយើងធ្វើការជំនួស40ពាក្យវាបដូរទាំងអស់ឯដឹកនាំនេះជាវិធីងាយក្នុងការផ្លាស់ប្ដូរពាក្យដែលអ្នកនរគ្នាចង់បដូរហើយបើយើងអង្គុយបដូរមួយមិនដឹងថាត្រូវចំណាយពេលប្រហែលរួចទេអញ្ចឹងគឺវាមានកន្លែងដ៏ងាយនេះសម្រាប់ស្វែងរកសម្រាប់ជំនួសអ្នកនរគ្នាអាចប្រើពាក្យ replace តែម្ដងក៏បានដែរអរគុណច្រើនសម្រាប់ការចូលតាមដានទស្សនាវីដេអូនេះហើយសូមកុំភ្លេចជួយចុច subscribe និង like ឲ្យម្នាក់មួយផងវិវាទាំងអស់គ្នា